Long ago, groups of settlers traveled west across difficult land in covered wagons to search for farmland and better opportunities. Along the journey, they faced storms, rough roads, sickness, and a lack of supplies. What kinds of challenges do you think settlers experienced during those journeys? Long ago, groups of settlers traveled west across difficult land in covered wagons to search for farmland and better opportunities. Along the journey, they faced storms, rough roads, sickness, and a lack of supplies. What kinds of challenges do you think settlers experience during these journeys? Long ago កាលពីយូរយារណាស់មកហើយ groups of settlers ក្រុមនៃអ្នកធ្វើដំណើរដើម្បីបោះទីតាំងថ្មីនៅប្រវត្តិសាស្ត្ររបស់អាមេរិកមានមនុស្សក្រុមជាច្រើនដើរទីតាំងថ្មីអីចឹងទៅចឹងគាត់នៅកន្លែងមួយបានមួយរយៈគាត់ទៅរកទីតាំងថ្មីចឹងណា Travel west ធ្វើដំណើរទៅទិសខាងលិច across difficult land ឆ្លងកាត់ទីតាំងភូមិសាស្ត្រឬក៏ដីដ៏ពិបាក in covered wagons ហើយពេលធ្វើដំណើរហ្នឹងជិះអីគឺជិះរទេះដែលរទេះហ្នឹងគឺគ្របចិត្ត to search for farmland ដើម្បីទៅស្វែងរកដីដែលអាចធ្វើកសិកម្មឬក៏ដីដែលអាចដាំដុះបាន and better opportunities ហើយជាមួយនឹងឱកាសប្រសើរជាងមុន along the journey នៅក្នុងកំឡុងពេលដែលពួកគាត់ធ្វើដំណើរហ្នឹង they face storms ពួកគេប្រឈមមុខជាមួយនឹងព្យុះ rough roads ផ្លូវដែលពិបាកនៃនេះគេចង់មានន័យថាផ្លូវហ្នឹងអត់ទាន់មានអ្នកណាត្រួសត្រាយទេផ្លូវកាត់ព្រៃកាត់គ្រួសកាត់អីហ្នឹងណា sickness ជំងឺនានា and a lack of supplies ហើយជាមួយនឹងការខ្វះខាតសម្ភារៈផ្គត់ផ្គង់ what kinds of challenges តើមានបញ្ហាប្រឈមអ្វីខ្លះ do you think ដែលអ្នកគិតថា settlers experience during these journeys អ្នកធ្វើដំណើរដើម្បីទៅទីតាំងថ្មីហ្នឹងក៏ទទួលបានបទពិសោធន៍ឬក៏គាត់ប្រឈមមុខជាមួយនឹងបញ្ហាទាំងអស់ហ្នឹងនៅពេលដែលគាត់ធ្វើដំណើរទៅរកដីថ្មីហ្នឹងចាំបងប្អូនណាអាចឆ្លើយបាន comment ក្នុងវីដេអូនេះមកឲ្យបានលម្អិតមក